ប្រទេសកម្ពុជាក្រោមអាណានិគមបារាំងនៅឆ្នាំ1863 ដល់1953ពួកសៀមនិងយួនបានធ្វើជាអាណានិគមព្យាបាលលើខ្មែរអស់រយៈពេលយ៉ាងយូរហើយពេលនោះខ្មែរត្រូវបានបាត់បង់ទឹកដីនិងទ្រព្យធម្មជាតិអស់ជាច្រើនថែមទៀតដោយសារតែហេតុនោះទើបព្រះបាទអង្គឌួងមានព្រះរាជាបំណងពឹងបារាំងដើម្បីជួយការពារទឹកដីខ្មែរឲ្យរួចពីកណ្ដាប់ដៃរបស់ប្រទេសជិតខាងទាំងពីរនេះមូលហេតុនៃវត្តមានបារាំងតើបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណាដោយរបៀបណានៅសម័យរជ្ជកាលព្រះបាទអង្គឌួង1841ដល់1860ព្រះបាទអង្គឌួងជាបុត្រព្រះបាទអង្គអេងបានស្នាក់នៅរៀនសូត្រនៅប្រទេសសៀមព្រះអង្គជាព្រះរាជាមួយអង្គដែលមានទឹកព្រះតីស្នេហាជាតិមុខមុតនិងជ្រះថ្លាក្នុងព្រះពុទ្ធសាសនាព្រះអង្គឌួងស្ដារព្រះខុសខាងអក្សរសាស្ត្រកំណែតម្រង់ផ្នែករដ្ឋបាលបង្កើតប្រាក់ថ្មីនិងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីមានផ្លូវពីឧដុង្គទៅកំពតកាត់តាមស្រុកឈុបតភ្ជាប់ទៅដល់កំពង់ផែសមុទ្រថ្មីការកសាងកំពង់ផែនេះដើម្បីជំនួសកំពង់ផែដែលប្រទេសអាណាមលេបយកនិងស្ដារមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិតាមផ្លូវសមុទ្រឡើងវិញព្រះអង្គឌួងទ្រង់មានព្រះតម្រិះថាប្រទេសខ្មែរកាន់តែធ្លាក់ដណ្ដាបទៅនឹងឈានទៅដល់ការបែងចែកទឹកដីតាមមហិច្ឆតារបស់ពាក្យឈ្លានពានរបស់ប្រទេសទាំងពីរគឺយួននិងសៀមដោយក្រុងយកទន្លេមេគង្គជាព្រំប្រទល់ហើយពេលនេះប្រទេសកម្ពុជានឹងត្រូវបាត់បង់ផែនទីពិភពលោកដើម្បីបញ្ជៀសប្រទេសកម្ពុជាឲ្យរួចផុតពីការលេបត្របាក់របស់សៀមនិងយួនដំណោះស្រាយតែមួយគត់គឺត្រូវមានប្រទេសមហាអំណាចណាមួយជាបង្អែកនៅខែវិច្ឆិកាឆ្នាំ1853ត្រូវព្រះបាទអង្គឌួងបានពឹងបព្វជិតកាតូលិកមួយអង្គនាមថាមីសដែលបានចូលមកផ្សព្វផ្សាយសាសនានៅប្រទេសកម្ពុជាតាំងពីឆ្នាំ1848មកម្លេះឲ្យជួយទាក់ទងប្រទេសបារាំងដើម្បីសុំការពារពីប្រទេសមហាអំណាចមួយនេះបព្វជិតអង្គនេះបានធានាថាលោកជាមួយមន្ត្រីខ្មែរពីរនាក់ទៀតដែលមានឈ្មោះថាកុលដឺម៉ុងតេរ៉ូនិងប៉ែននឹងនាំសារព្រមទាំងសួយសារអកដើម្បីថ្វាយព្រះចៅណាប៉ូឡេអង្គទី3តាមរយៈអគ្គកុងស៊ុលបារាំងប្រចាំក្រុងសិង្ហបុរីលុះដល់ឆ្នាំ1855ទើបបានចម្លើយពីព្រះចៅធរាជបារាំងដែលផ្ដល់ការទទួលស្គាល់ប្រទេសកម្ពុជាត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះលទ្ធផលដែលទទួលបានគឺផ្ទុយពីបំណងប្រាថ្នារបស់ព្រះមហាក្សត្រខ្មែរក្រោយមកព្រះបាទអង្គឌួងបានសរសេរផ្ញើសារលិខិត2លើកទៀតដោយទទួលសូមឲ្យបារាំងជួយធ្វើអន្តរាគមន៍ខ្មែរដែរចំណែកទឹកដីមួយផ្នែកធំទៀតនៅត្រើយខាងកើតទន្លេមេគង្គដែលប្រទេសអាណាមប្រវ័ញ្ចយកយូរមកហើយនោះព្រះអង្គមិនវាយយកមកវិញទេដោយសារអាណាមកាន់កាប់យូរដែរហើយចឹងលទ្ធផលនៃទំនាក់ទំនងពីរលើកចុងក្រោយមិនបានចេញជាផ្លែផ្កាអ្វីឡើយនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1858មានបេសកកម្មរួមមួយរបស់កងទ័ពបារាំងនិងអ៊ីស្ប៉ាញបានចូលមកដល់ដីក្រុងណាដាងដើម្បីជួយស្រោចស្រង់ជីវិតពួកអ្នកផ្សព្វផ្សាយសាសនាកាតូលិកដែលបារាំងដែលនៅសេសសល់ពីការសម្លាប់របស់ស្ដេចអាណាមក្រោយពីទ័ពអាណាមបានបរាជ័យខាងយោធាកងទ័ពបារាំងចូលកាន់កាប់ទីក្រុងព្រៃនគរនិងតំបន់ជិតខាងនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ1859ក្រោយទទួលបានដំណឹងនេះព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពមួយទ័ពទៅកាន់ខេត្តមាត់ជ្រូកក្នុងបំណងបង្ហាញថាទឹកដីកម្ពុជាក្រោមជាទឹកដីរបស់ខ្មែរប៉ុន្តែគួរស្ដាយបំណងនោះត្រូវអាក់ខានដោយ
ព្រះអង្គចូលបាទទីបង្គត់ថ្ងៃទី18 ខែតុលាឆ្នាំ1860រាជធានីឧដុង្គក្រោយចូលកាន់កាប់ទីក្រុងព្រៃនគរបារាំងមានបំណងឡើងតាមទន្លេមេគង្គចូលទៅកាន់កាប់ប្រទេសចិនបែកខាងត្បូងប៉ុន្តែបេសកកម្មក្រុមនាវិកបារាំងទទួលបរាជ័យដោយសារទន្លេមេគង្គមានឧបសគ្គច្រើនដែលមិនអាចធ្វើដំណើរតាមច្រកដោយការគ្រោងទុកនៅពេលធ្វើដំណើរតាមទន្លេមេគង្គពួកបារាំងបានចាប់អារម្មណ៍នឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាងមានដំណាំរដូវដីខៀវស្រងាត់ដូចជាសណ្ដែកល្ងពោតនិងបន្លែលេឡំនិងដើមឈើដែលអាចហូបផ្លែបានជាច្រើនប្រភេទបារាំងយល់ថាប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយទន្លេដែលជាផ្លូវគមនាគមន៍យ៉ាងសំខាន់សម្រាប់ប្រជាជនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុបកម្ពុជាមានផ្ទៃដីកសិកម្មច្រើនហើយប៉ុន្តែប្រជាជនតិចពួកបារាំងនឹងអាចបង្កើតជាដីដំណាំកសិកម្មបានផលច្រើនម្យ៉ាងទៀតប្រទេសកម្ពុជាជាប្រទេសសម្បូរដោយព្រៃភ្នំប្រកបដោយឈើដែលមានគុណភាពខ្ពស់នៅក្រោមដីសម្បូរទៅដោយរ៉ែច្រើនប្រភេទទោះបីពេលនោះបារាំងមិនទាន់មានមធ្យោបាយទាញយកផលពីកម្ពុជាក៏ដោយក៏បារាំងនៅប៉ុនប៉ងយកធនធានរ៉ែទាំងនេះដែលជាផ្នែកមួយដ៏សំខាន់សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្មប្រទេសខ្លួន